Bà mong bài tiết ấy, dây bị thả bà bạ chẳng cái cứ rôn được mà hộp mong. Đã chọc đá láng khơi miên trong sài cả lạc lỗ và tình vô mà trà cường. Bông bông đang nghĩ trong sài trà cường tới chanh khăn. Hai bà bông bông trong ban nhằm bia tầng cả tùy tầng cả muốn hàng cao á. Bông bông thật đông cả cút trong chân tại rồi xa tại nhóm nhóm chơi đái chân tinh máu. Vô mà thơ tầng một đòn tơ rồi xa tại vì kiện là hạt ngày trong đai hài. Chẳng bờ lại ta cắt cút trong tiết vì dù. Hai bông bông ảnh mơ sạch bàn rồi bị tha pinh pinh lọ trong sái hai ta tụi men ta rồi chết ngắn sạch này lọ hai môn能 tinh máu គឺ យើង ត្រូវ យក វា មក ត្រាំ ទឹក ហើយ នឹង លាង សម្អាត វា បាន ស្អាត ជា មុន សិន តែ បើ ថា លាង បាន ស្អាត ហើយ យក មក ឆា ចេះ វិញ និយាយ ថា រសជាតិ វិញ អែម ហ្មង ថ្ងៃ ហ្នឹង គឺ ខ្ញុំ យក ខ្យង ស្រែ មក មុន នឹង យក វា ទៅ ត្រាំ ទឹក ហ្នឹង គឺ ខ្ញុំ ត្រូវ លាង វា អស់ ដី សិន យើង ធ្វើ ការ លាង ច្បាច់ វា បែប ហ្នឹង បង បើ សិន វា ប្រឡាក់ ខ្លាំង យើង យក ច្រះ ឬ ក៏ ច្រះ ដូច ខ្ញុំ ដង វា មក តង់ ពី តង់ ពី លើ ទៀត ទៅ ចឹង ថ្ងៃ ហ្នឹង គឺ ខ្ញុំ យក វា មក លាង បែប ហ្នឹង ដើម្បី ឲ្យ វា ច្រះ ភក់ អត់ ចេញ ចឹង ណា លាង វា ឲ្យ ច្រើន ទឹក រហូត ដល់ ទឹក របស់ យើង លេង កក អញ្ចឹង មក នេះ ហាក់ ខ្យង របស់ យើង រៀង ស្អាត ហើយ ហើយ បន្ទាប់ ពី យើង លាង ស្អាត មក បាន បែប ហ្នឹង ហើយ គឺ មិន តែ ប៉ុណ្្នឹង យើង យក ទៅ ឆា បាន ទេ គឺ ខ្ញុំ ត្រូវ វា យក មក ត្រាំ ឲ្យ វា ខ្ជាក់ ដី ចឹង ដើម្បី ឲ្យ ខ្យង ខ្ជាក់ ដី បាន ល្អ គឺ យើង ត្រូវ យក ម្ទេស យក មក ហាន់ ដាក់ បែប ហ្នឹង តទៅ ពី ហាន់ ម្ទេស ដាក់ ហើយ យើង កូរ ច្បល់ វា ឲ្យ ចូល ជាមួយ នឹង ខ្យង ទៅ យើង ត្រាំ វា ចោល បែប ហ្នឹង 1 ម៉ោង 2 ម៉ោង ក្រោយ យើង យក មក ឆា គឺ ថា វា ខ្ជាក់ ដី បាន ល្អ មែនទែន ហើយ នេះ គឺ ដល់ ម៉ោង ដែល ខ្ញុំ ត្រូវ ឆា ហើយ បន្ទាប់ ពី ខ្ញុំ ត្រាំ វា បាន ប្រហែល ជា 2 ម៉ោង កន្លះ ចឹង គឺ ខ្ញុំ យក វា មក លាង ដាក់ ជាមួយ នឹង ស្លឹក ក្រូច បែប ហ្នឹង បង ដើម្បី ត្រៀម យក វា ទៅ ឆា ហើយ ការ ឆា គ្រឿង ខ្យង គឺ ស្រួល ទេ យើង ដាក់ ខ្លាញ់ យើង បំពង ខ្ទឹម ឲ្យ ឡើង ឈ្ងុយ ណា ហើយ មិន បាច់ ឡើង ពង ជើង ក្រង់ ពេក ទេ ព្រោះ ឲ្យ យើង ត្រូវ លិញ វា ជាមួយ នឹង ម្ទេស ឲ្យ វា ឡើង ពណ៌ សម្រាប់ ម្ទេស ឆា ដូច គ្នា ដែរ យើង យក វា មក ដាក់ បែប ហ្នឹង rồi ហើយ យើង ឆា វា រហូត ដល់ ចេញ ប្រេង ទៅ ពណ៌ ឆា របស់ យើង ណា វា ឡើង ល្អ បន្ទាប់ មក ខ្ញុំ បន្ថែម នៅ គ្រឿង បុក របស់ យើង គ្រឿង បុក ហ្នឹង បើ បាន ធ្វើ ខ្លួន ឯង ទៀត និយាយ ពី ថា ឈ្ងុយ ដូច ឈ្ងុយ គ្រឿង ឡើង ឈ្ងុយ បាន ល្អ ហើយ ខ្ញុំ ចាប់ ផ្ដើម ចាក់ ខ្យង របស់ យើង ចូល ហើយ ឆា ជ្រុំ វា ឲ្យ គ្រឿង ជាមួយ នឹង ខ្យង ហ្នឹង ចូល ជាតិ ខាំ គ្នា ជាមួយ នឹង ស្នូក ខ្យង បែប ហ្នឹង សិន បន្ទាប់ ពី ហ្នឹង មក គឺ យើង ចាប់ ផ្ដើម ចាក់ ខ្ទិះ ដើម ចូល និយាយ រួម គឺ ឆា គ្រឿង យើង ប្រើ ទឹក ប៉ែក ទេ អញ្ចឹង យើង អត់ ប្រើ ខ្ទិះ ចុង ទេ ណា គឺ យើង ចម្រាញ់ យក តែ ខ្ទិះ ដើម ខ្ញុំ ចាក់ ខ្ទិះ ដើម ចូល បែប ហ្នឹង ហើយ ច្បល់ វា 2 3 ច្បល់ ទៀត មក តែ ប៉ុណ្ណឹង គឺ អូខេ ហើយ ចឹង ក៏ យើង ចាប់ ផ្ដើម មក ដាក់ នៅ គ្រឿង ម្សៅ ស៊ុប រ៉ូឌី ប៊ីចេង ស្ករ អី ហ្នឹង លាយ គ្រឿង វា ឲ្យ ប្រៃ ផ្អែម ល្មម តាម រសជាតិ ដែល ត្រូវ ការ បើ សម្រាប់ ខ្ញុំ គឺ រសជាតិ រៀង ផ្អែម ប្រៃ តិច ទើប ឆ្ងាញ់ ណា ឆា គ្រឿង អញ្ចឹង តែ ប៉ុណ្ណឹង មក គឺ រួច រាល់ ហើយ យើង ចាប់ ផ្ដើម ឆា ច្បល់ វា ទៅ ម្ហូប មួយ មុខ នេះ ស្រួល បង ស្រួល ជាង ឆា កែប ឆា អី ទៀត ព្រោះ ខ្យង វា អត់ មាន រសជាតិ ឆ្អាប ទេ អញ្ចឹង យើង ទុក វា ឲ្យ ពុះ បែប ហ្នឹង រហូត ដល់ ខ្យង យើង របក ស្នូក បាន ហើយ ហាក់ ខ្យង របស់ យើង ហ្នឹង វា ឆ្អិន ហើយ ចឹង តែ ប៉ុណ្ណឹង មក គឺ ខ្ញុំ ឆា ឲ្យ វា រៀង រីង ទឹក ខ្ទិះ តិច ណា ព្រោះ ឲ្យ កាល ណា ដែល ទឹក ច្រើន ពេក ក៏ អត់ សូវ ឆ្ងាញ់ ដែរ យើង ឆា ឲ្យ ខ្ទិះ នឹង វា ឡើង រៀង ឡើង ប្រេង តិច មក តែ ប៉ុណ្ណឹង អូខេ ហើយ បាន ម្ហូប មក ពេល ទៀត ហើយ បង ឃើញ ស្រួល ទេ ការ ធ្វើ ម្ហូប មិន ពិបាក អី តែ អ្វី ដែល ពិបាក គឺ ថ្ងៃ ហ្នឹង ត្រូវ ធ្វើ អី និយាយ មែន ដើរ ផ្សារ 2 3 ត្រឡប់ ហើយ មិន ទាន់ ដឹង ទៀត ឥឡូវ ដល់ ម៉ោង ចាក់ ហើយ បង ណា ចូល ចិត្ត ចាក់ ខ្ចៅ ចាក់ ខ្យង អី ហ្នឹង ម្ហូប មួយ មុខ នេះ គឺ ត្រូវ ធ្វើ បដា ញ៉ាំ ត្រាវ បដា ញ៉ាំ បដា អី ចឹង ណា និយាយ ពី ថា ចាប់ ជាតិ គ្នា ឆ្ងាញ់ បាន ល្អ ណាស់ អរគុណ បង សម្រាប់ ការ ទស្សនា វីដេអូ ដល់ ចប់ ណា មើល ហើយ កុំ ភ្លេច ធ្វើ តាម ផង បាយ បាយ ជួប គ្នា នៅ វីដេអូ ក្រោយ